Nẹ mô tassa bhagavato arahato sama sambuddhassa. Nẹ mô tassa bhagavato arahato sama sambuddhassa. Nẹ mô tassa bhagavato arahato sama sambuddhassa. បន្តពីការធ្វើបទនមស្ការដោយសង្ខេបបែបខ្លីនេះទៅទូព្រះបង្គំខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំសម្ដេចព្រះកមហាសង្ឃរាជាធិបតីទាំងពីរគណៈជាទីគោរពសក្ការៈដ៏ពងពោះបំផុតទូព្រះបង្គំសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសមេធាធិបតីសម្ដេចព្រះសង្ឃនាយកគណៈសម្ដេចព្រះសង្ឃនាយករងគ្រប់ព្រះអង្គជាទីសក្ការៈដ៏ពងពោះទូព្រះបង្គំសូមក្រាបថ្វាយបង្គំសម្ដេចព្រះរាជាគណៈព្រះមន្ត្រីសង្ឃព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមក្រាបថ្វាយបង្គំព្រះខោសាវិសុទ្ធព្រះបណ្ឌិតទូតមេឈុនព្រះរាជាគណៈព្រះចៅអធិការវត្តព្រះពុទ្ធខោសាចារ្យចិនដំដែកនិងជាព្រះប្រធានកិត្តិយសក្នុងកម្មវិធីផ្សព្វផ្សាយសិក្សាបត្រៃបិដកនិវត្តព្រះពុទ្ធខោសាចារ្យចិនដំដែកសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញជាទីគោរពសក្ការៈពងពោះសូមថ្វាយប្រពោប្រការណាប្របាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសូមថ្វាយប្រពោសម្ដេចព្រះមហាក្សត្រីព្រះវររាជមេតាជាតិខ្មែរនរោត្តមមុនីនាថសីហនុនៃព្រះរាជាណាចក្រកម្ពុជាសូមថ្វាយប្រពោសូមចម្រើនពរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវនិងពុទ្ធបរិស័ទគណៈកម្មវិធីសិក្សាព្រះត្រៃបិដកដែលផ្សាយចេញអំពីវត្តព្រះពុទ្ធខោសាចារ្យហៅថាចិនដំដែកសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញបានចូលមកបន្តកម្មវិធីសិក្សាជាបន្តទៀតយើងកំពុងតែសិក្សានៅក្នុងសតនបិដកសង្យុត្តនិកាយសគាថវបិដកភាគ29មកដល់ខណៈនេះយើងកំពុងតែសិក្សានៅក្នុងទេវតាសង្យុត្តនៅក្នុងកាសបវៈនៅក្នុងទេវបុត្រសង្យុត្តទេវបុត្រសង្យុត្តចឹងបានន័យថានៅក្នុងកាសបវៈទេវបុត្រសង្យុត្តហ្នឹងគឺសិតតែទេវតាប្រុសទេវតាទេវបុត្រហើយចូលមកសួរធัวព្រះសម្មាសម្ពុទ្ធថ្ងៃហ្នឹងយើងសិក្សាមកដល់ទំព័រ125នៅក្នុងកាមតៈសោតទី6ចាប់ពីគ្នាលេខ234ហ្នឹងហើយអញ្ចឹងគុណចាស់ញោមញាតិមានសតនបិដកភាគ29នេះហ្នឹងសូមបើកមកដល់ទំព័រ125នៅក្នុងគ្នាលេខ234យើងសិក្សាអំពីកាមតៈសោតទី5ទាំងអស់គ្នាដូចតទៅកណាចាស់ជាដំបូងខ្ញុំមណាសូមអាននៅខ្លឹមសារដើមណាព្រះពុទ្ធដីការបស់សម្មាសម្ពុទ្ធដែលបានកាសសម្ដែងនៅក្នុងកាមតៈសោតនេះនៅកាមតៈសោតហ្នឹងគឺសោតហ្នឹងគឺព្រះសម្មាសម្ពុទ្ធប្រកាសសម្ដែងនៅក្នុងវត្តចេតពុនដែលជាអារាមអនាថបនិកសេដ្ឋីនៅក្រុងសាវត្ថីហ្នឹងហើយវេលារាត្រីគេហៅថាបឋមយាមនៃរាត្រីហ្នឹងគឺទេវតាលោកតែងតែមកទូលសួរព្រះដ៏មានព្រះភិក្ខហ្នឹងហើយអញ្ចឹងសូមគុណចាស់ញោមញាតិពុទ្ធបរិស័ទស្ដាប់ដូចតទៅឯកមន្តੰថេតោខោកាមតោទេវពតោភគវន្តੰអេតតវោចៈទុការังភគវាសុទុការังភគវាតេណាកាមតៈទេវបុត្រស្ថិតនៅក្នុងទីដ៏សំគួរហើយបានពោលពាក្យនឹងព្រះដ៏មានព្រះភិក្ខដូច្នេះថាបបិទ្ធព្រះមានព្រះភិក្ខកាលបើសមណធัวបុគ្គលធ្វើបានដោយកម្របបិទ្ធព្រះមានព្រះភិក្ខកាលបើសមណធัวបុគ្គលធ្វើបានដោយកម្រក្រៃពេកព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាមនីរកាមតៈលុះតែជនទាំងឡាយប្រកបដោយសិក្ខសិលមានសភាពជាអ្នកខ្ជាប់ខ្
ជួនទៅធ្វើសមណធម៌ដែលបុគ្គលធ្វើបានដោយកម្រសេចក្តីសន្តោសណាដែលបុគ្គលចូលដល់នៅភាពជាបុគ្គលគ្មានផ្ទះជាគុណជាតិនាំមកនៅសេចក្តីសុខក្នុងគ្នាបលេខ235កាមតៈទេវបុត្របានក្រាបបង្គំទូលថាបពិតព្រះមានព្រះភិក្ខសេចក្តីសន្តោសនេះបុគ្គលធ្វើបានដោយកម្រព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាមនាលកាមតៈលុះតែចិត្តរបស់បុគ្គលដែលត្រេកអរក្នុងភាវនាទាំងយប់ទាំងថ្ងៃត្រេកអរក្នុងធម៌ជាគ្រឿងចូលទៅចិត្តញ៉ាំងចិត្តឲ្យស្ងប់ទៅបាននៅសេចក្តីសន្តោសដែលបុគ្គលបានដោយកម្រកាមតៈទេវបុត្របានបង្គំទូលថាបពិតព្រះមានព្រះភិក្ខចិត្តនេះបុគ្គលតម្កល់បានដោយកម្រព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាមនាលកាមតៈលុះតែពួកជនណាជាអរិយៈត្រេកអរក្នុងការរងាប់នៅឥន្ទ្រីកាត់បណ្ដាញនៃមជ្ឈបានមនាលកាមតៈពួកជននោះទៅតម្កល់នៅចិត្តដែលបុគ្គលតម្កល់បានដោយកម្រក្នុងគ្នាផ្លេខ237កាមតៈទេវបុត្របានបង្គំទូលថាបពិតព្រះមានព្រះភិក្ខផ្លូវស្មើបុគ្គលទៅបានដោយកម្រព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាមនាលកាមតៈលុះតែពួកអរិយជនទៅក្នុងផ្លូវមិនរៀបស្មើដែលបុគ្គលទៅបានដោយកម្រពួកជនមិនមែនជាអរិយៈតែងមានក្បាលសំយងចុះធ្លាក់ទៅក្នុងផ្លូវមិនរៀបស្មើឯផ្លូវដ៏រៀបស្មើជាផ្លូវសម្រាប់តែពួកអរិយជនព្រោះថាពួកអរិយជនតែងប្រព្រឹត្តស្មើក្នុងផ្លូវដ៏រៀបស្មើក្នុងផ្លូវមិនរៀបស្មើបានណាសាធុគុណចាស់ណាយើងនិមន្តមកសិក្សានៅក្នុងកាមតៈទេវបុត្រណាកាមតៈទេវបុត្រហ្នឹងនៅក្នុងព្រះអដ្ឋកថាណាលោកបានបញ្យល់អំពីប្រវត្តិរបស់កាមតៈទេវបុត្រហ្នឹងណាដែលបានជាលោកមានឈ្មោះអញ្ចឹងកាលលោកនៅជាមនុស្សដែលប្រព្រឹត្តសមណធម៌ហ្នឹងលោកប្រឹងចម្រើនធម៌ប្រឹងចម្រើនប្រឹងធ្វើសមណធម៌ហ្នឹងណាចឹងហើយបានថាលោកធ្វើសមណធម៌ហ្នឹងធ្វើបានដោយកម្រពីព្រោះលោកធ្វើសមណធម៌ដើម្បីបាននៅអរិយជនដ៏ប្រសើរបានជាព្រះអរិយបុគ្គលណាហើយតែលោកធ្វើទៅវាអត់បានធ្វើទៅវាមិនបានប៉ុន្តែឲ្យអំណាចនៃការចម្រើននៅក្នុងសមណធម៌របស់លោកធ្វើឲ្យលោកបានទៅកាន់ឋានសួគ៌ណាឋានសួគ៌ទេវជាទេវបុត្រកាន់ឋានសួគ៌ណានឹងដែលមានឈ្មោះថាកាមតៈទេវបុត្រដែលបុត្រឈ្មោះកាមតៈទេវបុត្រនោះដោយសារតែលោកធ្វើសមណធម៌ទៅលោកជាប់ជាមួយនឹងកាមគុណណាលោកមានកាមគុណនឹងក្រាស់ដល់កាមគុណវាក្រាស់ទៅធ្វើឲ្យលោកបដិបត្តិធម៌ទៅជាព្រះអរិយបុគ្គលនឹងអត់បានទេនឹងអត់បានទេប៉ុន្តែមិនបានជាព្រះអរិយបុគ្គលក៏ដោយចុះតែលោកបានទៅជាទេវបុត្រការឋានសួគ៌ឲ្យលោកបានឱកាសមកសិក្សាធម៌ពីព្រះសម្មាសម្ពុទ្ធទៅចូលមកបង្គំទូលព្រះមានព្រះភិក្ខណាព្រះមានព្រះភិក្ខដែលសួរព្រះមានព្រះភិក្ខថាបបិទ្ធព្រះមានព្រះភិក្ខដ៏ចម្រើនការធ្វើសមណធម៌ធ្វើសមណធម៌ដែលធ្វើឲ្យវាស្ងប់ហ្នឹងណាបុគ្គលធ្វើបានដោយកម្រណាព្រះអង្គហ្នឹងហើយបបិទ្ធព្រះមានព្រះភិក្ខសមណធម៌ដែលបុគ្គលធ្វើបានកម្រក្រៃពេកណាព្រះអង្គនឹងអញ្ចឹងទៅបានព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់នៅប្រគាថាពន្យល់កាមតៈទេវបុត្រថាទុក្ករង្វាបិករោនតេកាមតិតិភគវាសិក្ខសីលសមាហិតាថេតតាអនគិរិយុពេតស្សៈតថេហោតិសុខាវហាតិហ្នឹងហើយព្រះមានព្រះភិក្ខទ្រង់ត្រាស់តបនឹងកាមតៈទេវបុត្រថាមនាលកាមតៈ
កាមតៈនេះឈ្មោះកាមតៈទេបុត្រហ្នឹងគាត់ចាស់ខ្ញុំញាតណាហ្នឹងហើយនៅលោកតែជនទាំងឡាយប្រកបដោយសេខសិលណាលើសេខសិលហ្នឹងហើយសេខសិលហ្នឹងហើយជាអ្នកមានសភាពខ្ជាប់ខ្ជួនទៅធ្វើសមណធម៌ដែលបុគ្គលធ្វើបានដោយកម្រហ្នឹងណាទុក្ករੰវាបិករោនតិហ្នឹងបានន័យថាធ្វើបានដោយកម្រទុក្ករੰហ្នឹងប្រែថាកម្រណាវាបិករោនតិហ្នឹងបើករោនការោធាតហ្នឹងគឺប្រែថាអ្នកធ្វើបានដោយកម្រណាធ្វើបានដោយកម្រណាហ្នឹងហើយអញ្ចឹងមានតែយ៉ាងម៉េចមានតែសេខសីលសមាហេតាតថេតាហ្នឹងហើយយ៉ាងលុះតែជនហ្នឹងដែលប្រកបដោយសេខសិលសេខសីលសេខសីលសមាហេតាចឹងបានន័យថាម៉េចបានន័យថាអ្នកដែលមានសិលដែលប្រកបដោយចូលប្រកបដោយមមតំក្នុងសិលរៀតផងហ្នឹងពីព្រោះថេតតាហ្នឹងបានន័យថាខ្ជាប់ខ្ជួនក្នុងសិលហ្នឹងហើយថេតតាហ្នឹងប្រែថាខ្ជាប់ខ្ជួនហ្នឹងហើយខ្ជាប់ខ្ជួនហើយដល់សេខសីលៈហ្នឹងគឺសិលរបស់សេខបុគ្គលណាសេខបុគ្គលដែលហៅថាសេខបុគ្គលហ្នឹងគឺដល់ព្រះសេខបុគ្គល7ពួកនឹងយើងរាប់មើលទៅឃើញ7ពួកណាសេខបុគ្គល7ពួកណាទើបធ្វើបានដែលជាធัวដែលបឋិជនធ្វើបានដោយកម្រចឹងវាតោះតែសេខបុគ្គល7ពួកសេខបុគ្គល7ពួកហ្នឹងគឺនរណាខ្លះសកតាគេមិមៈណាមួយសកតាគេមិមៈពីរសកតាគេមិសំទោសមួយសោតាបត្តមៈពីរសោតាបត្តិផល3សកតាគេមិមៈ4សកតាគេមិផល5អនាគេមិមៈ6អនាគេមិផល7អរហត្តមៈឃើញណាបុគ្គលហ្នឹងលោកហៅថាសេខសិលណាសេខសិលហ្នឹងគឺសេខសិលណានៅក្នុងព្រះបាលីព្រះគាថាសេខសីលសមាហេតាហ្នឹងប្រែថាបុគ្គលដែលប្រកបដោយសេខសិលណាតថេតាដែលមានសភាពខ្ជាប់ខ្ជួនឃើញទេបានន័យថាព្រះសេខបុគ្គលទាំង7ពួកហ្នឹងណាចាប់ពីសោតារហូតដល់អរហត្តមៈហ្នឹងគឺខ្ជាប់ពេលតែខ្ជាប់ខ្ជួនហ្នឹងព្រោះមិនធ្លុះមិនធ្លាយជាសិលដែលលោកប្រព្រឹត្តបានល្អជាសិលដែលលោកបានន័យថាលះបង់អាយុជីវិតមិនលះបង់សិលយើងចឹងនិយាយចឹងដល់ប៉ុណ្ណឹងន័យថាលោកមិនលះបង់សិលទេជីវិតលោកលះបានតែឲ្យលះសិលលះមិនបានទេសិលរបស់អរិយបុគ្គលគឺដល់ម្លឹងហ្នឹងហៅថាសេខសីលសមាហេតាហ្នឹងហើយអញ្ចឹងរឿងធ្វើសមណធម៌ដែលយើងគ្រប់គ្នាតែងតែប្រឹងប្រែងចង់ធ្វើសមណធម៌ឲ្យបានសេចក្តីសុខស្ងប់អីជាដើមអាចហ្នឹងមិនមែនងាយទេណាមិនងាយទេមិនថាក្រហោះមិនថាបបចិត្តអីទេនៅជាសិក្ខានៅជាវត្ថុជនហ្នឹងគឺធ្វើបានកម្រណាស់តឹងតែងណាស់មិនងាយទៅធ្វើសមណធម៌នឹងបាននោះទេសមណធម៌នឹងគឺធ្វើអីការធ្វើនៅសមថវិបស្សនាកម្មដ្ឋាននឹងការចម្រើនភាវនាក្នុងឈានក្នុងមគ្គហ្នឹងណាគឺមិនងាយទេពីព្រោះជាធម៌ដែលវត្ថុជនធ្វើបានដោយកម្រពីព្រោះធម៌ហ្នឹងវាជាសម្ពាធធម៌ណាគឺវាមានសម្ពាធណាធម៌ដែលធ្វើសមណធម៌ទៅដល់នៅសេចក្តីស្ងប់ហ្នឹងគឺមានសម្ពាធពីរយ៉ាងគឺនិវរណៈមួយនិងនឹងហើយការមួយបានន័យថាកាមគុណហ្នឹងជាសម្ពាធនៃការធ្វើសមណធម៌និវរណៈទាំង5ហ្នឹងកាមច្ឆន្ទៈព្យាបាទៈថៃនមិដ្ឋៈឧត្តចៈកុកចៈវិជេកិច្ឆាហ្នឹងជាសម្ពាធទី1
ហ្នឹងហើយបានន័យថាជាសម្ពាធហ្នឹងបានន័យថាធ្វើឲ្យរារាំងក្នុងការធ្វើសមណធម៌ហ្នឹងវាធ្វើបានទេហ្នឹងហើយហើយដល់ទៅទី2គឺកាមគុណហ្នឹងតែម្ដងកាមគុណហ្នឹងធ្វើឲ្យរាំងស្ទះធ្វើឲ្យទៅមុខវាអត់រួចនៅក្នុងការធ្វើសមណធម៌ហ្នឹងអញ្ចឹងបានកាមតៈទេវបុត្រហ្នឹងលោកអត់បានជាព្រះអរិយបុគ្គលអីទេប៉ុន្តែលោកបានធ្វើសមណធម៌ប៉ុណ្ណឹងក៏លោកបានទៅកាន់ឋានទេវតាដែរណាខ្ញុំបានព្រះសម្មាសម្ពុទ្ធថាអ្នកដែលធ្វើសមណធម៌ទៅបានហ្នឹងវាទាស់តែសិក្ខសីលសមាហេតាតដ្ឋិតាហ្នឹងហើយតដ្ឋិតាហើយបានព្រះអង្គមានព្រះតម្រាស់បន្តទៀតថាអនៈគារិយុបេតាសៈហ្នឹងហើយបានន័យថាអនៈគាហ្នឹងមកពីអ្នកដែលអនៈហ្នឹងគ្មានអាគារៈហ្នឹងគឺផ្ទះវាមិនមានផ្ទះអ្នកអនៈអណាគារៈហ្នឹងគារៈហ្នឹងអាគារៈហ្នឹងគឺមានផ្ទះដល់ហ្នឹងវាមិនផ្ទះបានន័យថាអ្នកមិនគ្រប់គ្រងផ្ទះណាអ្នកដែលមិនគ្រប់គ្រងផ្ទះណាអ្នកដែលគ្មានផ្ទះគ្មានកម្មសិទ្ធិហ្នឹងហើយដូចជាព្រះសង្ឃអីចឹងទៅគឺគ្មានផ្ទះសម្បែងទេទោះបីវត្តអារាមហ្នឹងក៏វាមិនមែនជាផ្ទះរបស់លោកដែរណាមិនមែនជាផ្ទះលោកអីទេសូម្បីតែលោកមានកុដិដ៏ស្អាតមានប្រាសាទនៅ7ជាន់ក៏ដោយក៏មិនមែនជារបស់លោកដែរណាហ្នឹងហើយមិនមែនជាផ្ទះលោកទេជារបស់សង្ឃអង្គណាក៏គង់នៅបានអញ្ចឹងទៅណាហ្នឹងហើយអញ្ចឹងព្រះសម្មាសម្ពុទ្ធត្រាស់ថាការដែលប្រព្រឹត្តនៅសមណធម៌ហ្នឹងវាទាស់ណាតែព្រះសិក្ខៈបុគ្គលទាំង7ហ្នឹងដែលជាអ្នកមានសភាពខ្ជាប់ទៅជាប់ជួននេះក្នុងសិលណាទៅធ្វើសមណធម៌ដែលបុគ្គលធ្វើបានដោយកម្រមួយទៀតគឺសេចក្តីសន្តោសគឺបានន័យថាតថតិហ្នឹងគឺសេចក្តីសន្តោសគឺសន្តោសដោយបច្ច័យ4សន្តោសអ្នកចូលដល់នៅភាពជាបុគ្គលគ្មានផ្ទះណាបុគ្គលគ្មានផ្ទះហ្នឹងគឺអនៈគិរិយុបេតាសៈហ្នឹងបានន័យថាបុគ្គលចូលដល់នៅភាពជាបុគ្គលគ្មានផ្ទះរបស់បុគ្គលចូលដល់នៅភាពជាបុគ្គលគ្មានផ្ទះបានន័យថាអ្នកដែលមានសេចក្តីសន្តោសណាតថតិបានន័យថាសេចក្តីសន្តោសបានអ្នកដែលបានធ្វើសមណធម៌ហ្នឹងគឺលោកធ្វើសមណធម៌បតីរបស់លោកគឺប្រកបដោយសេចក្តីសន្តោសបហរតីចិត្តលោកហ្នឹងគឺប្រកបដោយការសន្តោសណាសន្តោសហ្នឹងហើយសន្តោសហើយដែលធ្វើចឹងទៅបានហ្នឹងវាបានដល់បុគ្គលអ្នកគ្មានផ្ទះហើយលោកជាបុគ្គលមានគុណណាលោកប្រកបដោយគុណហ្នឹងគុណដ៏ប្រសើរអញ្ចឹងលោកនឹងនាំមកនៅសេចក្តីសុខដល់អ្នកដែលបូជាដោយបច្ច័យ4ហ្នឹងគឺចង្ហាន់ជ័យវរៈបណ្ឌបាតសេនាសនៈគិរិយាភេសជ្ជៈហ្នឹងគឺលោកទទួលមិនមែនទទួលដោយរាគៈទទួលដោយតម្រេកទេទទួលដោយសេចក្តីសន្តោសដល់យើងជាទាយុហ្នឹងណាទាយុទេយិកាហ្នឹងហើយអញ្ចឹងយើងសរុបមកនៅក្នុងបគាថាទី1នេះដែលព្រះសម្មាសម្ពុទ្ធឆ្លើយនឹងកាមតៈទេវបុត្រអំពីថាសមណធម៌ណាសមណធម៌ហ្នឹងគឺបុគ្គលធ្វើបានដោយកម្រអញ្ចឹងយើងឲ្យតតណាសំណួរទី1ហ្នឹងគឺថាសមណធម៌ដែលថាធម៌ស្ពាក្យថាសមណធម៌ហ្នឹងគឺសមណបដិបត្តិធម៌បដិបត្តិហ្នឹងធម៌បដិបត្តិដើម្បីឲ្យបានទៅជាព្រះអរិយៈហ្នឹងមិនងាយទេណាធ្វើ10 20ឆ្នាំ60ឆ្នាំអីហ្នឹងធ្វើបានដោយកម្រណាដែលកាមតៈទេវបុត្រដែលលោកខំប្រឹងពេញធ្វើហ្នឹងព្រោះតែចិត្តលោកអាចនៃកាមគុណច្រើនមានតណ្ហាច្រើនហ្នឹងលោកអត់បានជាព្រះអរិយបុគ្គលទេមិនបានទៅកាន់ព្រះអរិយភូមិទេមិនបានទៅកាន់អរិយភូមិទេអញ្ចឹងលោកបានត្រឹមកើតជាទេវបុត្រធម្មតាអញ្ចឹងទៅអញ្ចឹងហើយបានព្រះសម្មាសម្ពុទ្ធឆ្លើយតបនឹងកាមតៈទេវបុត្រថាបដិសមណធម៌ហ្នឹងមិនមែនធ្វើបានដោយស្រួលទេវាទាស់ណាតែ
តែព្រះសិក្ខៈបុគ្គល7ពួកនឹងឯងហ្នឹងហើយដែលហៅថាសិក្ខៈសីលសមាហិតាហ្នឹងហើយទៅធ្វើសមណធម៌បានហើយសិក្ខៈព្រះសិក្ខៈទាំង7ពួកហ្នឹងគឺជាមិននៅគ្រប់គ្រងផ្ទះទៀតហើយជាចិត្តប្រកបដោយសេចក្តីសន្តោសហ្នឹងហើយហ្នឹងគេថាទី1ដែលឆ្លើយនៅសំណួរទី1ហើយបានកាមតៈទេវបុត្របានទូលសួរព្រះដ៏មានបភិបន្តនៅមួយសំណួរទៀតដែលលោកសួរថាទលភិភគវេយតិតាំងតថៃតេណាទលភិភគវេយតិតាំងតថៃតេណាថាបបិទ្ធព្រះមានប្រភិសេចក្តីសន្តោសនេះបុគ្គលធ្វើបានដោយកម្រណាលោកតពីគាថាទី1សំណួរទី1ហ្នឹងគឺសំដៅដល់ព្រះសិក្ខបុគ្គលទាំង7ពួកហ្នឹងលោកប្រកបដោយបតីចិត្តលោកនឹងសន្តោសហើយកាមតៈទេបុត្រសួរថាសេចក្តីសន្តោសហ្នឹងធ្វើបានដោយកម្រណាព្រះអង្គអញ្ចឹងកម្ររបៀបម៉េចទៅព្រះអង្គណាធ្វើបានដោយកម្រដើម្បីព្រះសម្មាសម្ពុទ្ធឆ្លើយអំពីពន្យល់អំពីការដែលធ្វើសេចក្តីសន្តោសបានដោយកម្រហ្នឹងដោយប្រគាថាលភន្តិកាមតិតិភគវេចិត្តវោបសមេរតសន្តិវាចរតោចៈភេរតោមនោតេនឹងព្រះសម្មាសម្ពុទ្ធឆ្លើយថាមនាលកាមតៈណាមនាលកាមតៈនឹងកាមតៈទេបុត្រលុះតែចិត្តរបស់ពួកជនដែលត្រេកអរក្នុងភាវនាទាំងយប់ទាំងថ្ងៃឃើញទេលុះតែចិត្តគោលត្រេកអរក្នុងភាវនាទាំងយប់ទាំងថ្ងៃហ្នឹងណាចិត្តទេវោសន្តិវាចរតោចៈណោតោមនោតិបានន័យថាចិត្តនោះគឺថាវាចម្រើនភាវនានោះគឺភាវនាហ្នឹងភាវនាអីគឺអប់រំចិត្តឲ្យដល់នៅសេចក្តីស្ងប់ឲ្យដល់នៅសេចក្តីស្ងប់ហើយទាំងយប់ណាទាំងយប់ទាំងថ្ងៃហ្នឹងហើយទាំងយប់ទាំងថ្ងៃការចម្រើនភាវនាហ្នឹងទាំងយប់ទាំងថ្ងៃទៅនឹងទៅយ៉ាងម៉េចទៅបលែងចិត្តដែលយើងបាននៅសេចក្តីសន្តោសហ្នឹងវាទៅបានពីព្រោះសេចក្តីសន្តោសមនុស្សយើងមានចិត្តសន្តោសងាយធ្វើបានទេសុំសន្តោសព្រះអង្គផងខ្ញុំបកណាផងដោយយើងសុំសេចក្តីសន្តោសពីបុគ្គលនេះបុគ្គលនោះហើយរឿងសេចក្តីសន្តោសរបស់បុគ្គលដែលធ្វើបានហ្នឹងគាត់ថាងាយដែរប៉ុន្តែថាឲ្យតែធ្វើបានដោយនឹងគឺងាយទេបើតែបុគ្គលនឹងមានចិត្តស្ងប់រងាប់ដោយការចម្រើនមេត្តាភាវនាទាំងយប់ទាំងថ្ងៃបានមានសេចក្តីចិត្តសន្តោសហ្នឹងហ្នឹងគឺជាសំណួរទី2ដល់កាមតៈទេបុត្រដល់សំណួរទី3កាមតៈទេបុត្រសួរព្រះមានពភាកតទៅទៀតថាទុសមាតហង្ភកវាយតិទាំងចិត្តតន្តេតតងចិត្តមិញសន្តោសឥឡូវតតងដើម្បីធ្វើការសន្តោសបានវាតោះតែភាវនាអប់រំចិត្តហ្នឹងហើយឃើញទេសំណួរនោះវាតេគ្នាអញ្ចឹងវាតេគ្នាមួយគឺធ្វើសេចក្តីសន្តោសហើយបន្ទាប់ពីសេចក្តីសន្តោសទៅសេចក្តីសន្តោសដែលមានសេចក្តីសន្តោសទៅបានវាតការភាវនាអប់រំចិត្តមកដល់ភាវនាអប់រំចិត្តបានទេវតាកាមតៈទេបុត្រថាបពិតព្រះមានភាពដ៏ចម្រើនចិត្តនឹងបុគ្គលធ្វើបានដោយកម្រណាបុគ្គលនឹងតម្កល់ឲ្យចិត្តនឹងស្ងប់បានដោយកម្រណាព្រះអង្គហ្នឹងហើយចាំមកព្រះសម្មាសម្ពុទ្ធឆ្លើយនឹងកាមតៈទេបុត្រទៀតថាទុបេសមាហារៈសមាតហន្តេឥន្ទ្រិយូបសមេរតាទេចណោជាលកាមតិតេព្រះសម្មាសម្ពុទ្ធថាមនីកាមតៈលុះតែជនណានឹងជាអរិយៈណាអរិយៈគឺអរិយបុគ្គលទាំង7ពួកនឹងឯងជាដើមនៅចាប់ពីសោតារហូតដល់អរហត្តមៈនេះអញ្ចឹងទៅណាត្រេកអរក្នុងការរងាប់នៅឥន្ទ្រី
រិយៈលោកត្រេកអរក្នុងការរងាប់នៅឥន្ទ្រីស្អីខ្លះចក្ខុន្ទ្រីសោតិន្ទ្រីឃានិន្ទ្រីជីវហិន្ទ្រីកាយិន្ទ្រីមនិន្ទ្រីបានន័យថាអយតនៈទាំង6នោះសង្រួមល្អខ្ជាប់ខ្ជួនហ្មងទៅហ្នឹងហើយកាត់បណ្ដាញនៅមជ្ឈកាត់បណ្ដាញបានន័យថាលោកបាននៅអរិយមគ្គនិងអរិយភូមិដ៏ជាទិព្វនឹងហើយកាត់បណ្ដាញមជ្ឈបានន័យថាលោកបន្ទាប់ពីបរិនិព្វានទៅគឺអត់មានមជ្ឈរាជណាទៅកាត់ផ្ដាច់លោកតទៅទៀតបានទេលោកបានបរមសុខណាកាត់ផ្ដាច់នៅបណ្ដាញនៃមជ្ឈបានពួកហ្នឹងទៅឈ្មោះថាបានតម្កល់ចិត្តបានណាតម្កល់ចិត្តបានដែលកាមតៈសួរថាតើធ្វើការធ្វើតម្កល់ចិត្តហ្នឹងគឺធ្វើបានដោយកម្រហ្នឹងហើយពិតប្រកបណាអញ្ចឹងវាតោះតែបុគ្គលដែលសង្រួមឲ្យគុតមកអរិយបុគ្គលទៅតម្កល់ចិត្តឲ្យនៅនឹងបានហើយចុងក្រោយរបស់សំណួររបស់កម្មតទេបុត្រសួរនៅចុងក្រោយហ្នឹងគឺលោកសួរថាទុកមោវិសមោមគ្គបើផ្លូវមិនរៀបស្មើបុគ្គលទៅបានដោយកម្រផ្លូវមិនរៀបស្មើបុគ្គលទៅបានដោយកម្រណាចង់និយាយថាផ្លូវដែលជាព្រះអរិយៈហ្នឹងផ្លូវដែលទៅកាន់អរិយភូមិដ៏ជាទឹកផ្លូវដែលទៅបានទៅជាសោតាសអរហត្តហ្នឹងជាផ្លូវមិនរៀបស្មើដែលពុទ្ធជនរៀបស្មើទេពិបាកណាស់ហ្នឹងហើយអញ្ចឹងបានព្រះសម្មាសម្ពុទ្ធថាហ្នឹងហើយទុក្ខវាពេអរិយាកេឆន្តិកាមតៈមនីកាមតៈណាលោកតែអរិយជនទៅរៀបស្មើដែលបុគ្គលទៅបានដោយកម្រហ្នឹងណាផ្លូវហ្នឹងពិបាកទៅមិនបានពិបាកទៅពីព្រោះសមណធម៌ដើម្បីទៅកាន់អរិយភូមិហ្នឹងវាមានសត្រូវវាពិបាកដោយអំណាចនៃវាជាអៀតដល់ផ្លូវនោះផ្លូវអៀតឲ្យដោយនិវរណធម៌ចង្អៀតដល់មកតណ្ហាយទៅដើមវាជាអៀតបានព្រះសម្មាសម្ពុទ្ធត្រាស់ទៀតថាសំដៅអនរិមគ្គអវង្សេបើពួកជនដែលមិនមែនជាអរិយៈពួកជនដែលមិនមែនជាអរិយៈហ្នឹងបានន័យថាបឋិជនយើងមិនមែនអរិយបុគ្គលហ្នឹងណាតែងតែមានក្បាលសំយងចុះធ្លាក់ចុះហើយចំពោះការទៅផ្លូវដែលមិនរៀបស្មើហ្នឹងបានន័យថាផ្លូវទៅកាន់ព្រះអរិយៈហ្នឹងពួកបឋិជនហ្នឹងគឺទៅអត់រួចទេបានន័យថាធ្លាក់មកក្បាលសំយងចុះក្រោមវិញហើយអញ្ចឹងណាហ្នឹងហើយបានព្រះសម្មាសម្ពុទ្ធត្រាស់ពីបាតនៃគាថាទៀតថាអរិយអោមគ្គកាហេសមាតិណាបានន័យថាផ្លូវរៀបស្មើណាផ្លូវស្មើជាផ្លូវសម្រាប់អរិយជនពាក្យថាផ្លូវមិនរៀបន័យថាផ្លូវទៅកាន់ព្រះអរិយបុគ្គលនោះផ្លូវមិនរៀបស្មើសម្រាប់បឋិជនគឺទៅផ្លូវហើយប៉ុន្តែផ្លូវដែលមិនរៀបស្មើហ្នឹងប៉ុន្តែចំពោះជាអរិយជនវិញជាស្មើរបស់ព្រះអរិយបុគ្គលផ្លូវរៀបស្មើឃើញទេបានន័យថាព្រះអរិយបុគ្គលប្រព្រឹត្តផ្លូវដែលមិនរៀបស្មើបានន័យថាលោកទៅបានណាទៅផ្លូវដែលបុគ្គលជនទៅវាអត់កើតហ្នឹងលោកទៅរួចអញ្ចឹងណានឹងនៅក្នុងន័យហ្នឹងគឺអស្ចារ្យណាអញ្ចឹងបានយើងគោរពព្រះអរិយបុគ្គលជ្រះថ្លាក្នុងការបំពេញនៅសមណបដិបត្តិហ្នឹងដើម្បីទៅកាន់អរិយភូមិបុគ្គលហើយនឹងបានកាត់បណ្ដាញនៅមជ្ឈគឺសេចក្តីគឺមជ្ឈរាជនឹងបានហ្នឹងអញ្ចឹងញាតិញោមណាសាធុនឹងដល់ម៉ោងហើយសូត្ររបស់យើងហ្នឹងក៏បានចប់ត្រឹមប៉ុណ្្នឹងដែរណាសូមគេបុណ្យកុសលអ្នកទាំងឡាយទាំងបរោះទាំងស្ត្រីនោះចូលបាននៅប្រយោជន៍បាននៅសេចក្តីសុខចូលចម្រើនក្នុងព្រះពុទ្ធសាសនាចូលកុំឲ្យមានរោគឲ្យបាននៅសេចក្តីសុខព្រមទាំងញាតិទាំងឡាយគ្រប់គ្នា